Bao ok số đây là ngọc kia bà xem bà ráng bà video nick nhom trong chai mình lệ nơi bật sọt muối để tương cho muối nâng cao pra tất cả đây bà hai đứa bạn nhom nó khơi phơi viết được xa miền bà account muối đài bàn pia một nhóm đại quạt số xe tha bong xong oi bón phơi video này cả chai mình lệ để tương cho muối nâng cao pra tất cả đây tại dương pra tất cả đây nó bên á bà thử bao bia là bị mất chẳng á bà hay xem em nè đại của mình ở nhầm chuột nóคือchung tha chạ rì giá KH bà nhóm mặt đăng thạc cốt ở Prohistrate tế của khâu bà cốt có đạn ta so si bà này tha chập đam đòi so si bà chạ rì giá bà bàn tay bà tam chung đi tới cứ hai chi ở Australia chân tay nhóm có đăng thạc cốt ở dụ màn đáy bà nhóm xong hai thà chai cho bà xong hai thà chai cho thấy video này mình đã chai lại cho tôi muốn quạt thếគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចមើលបាទទុកជាបទពិសោធន៍បានណាបាទអញ្ចឹងតើយើងប្រើប្រាស់ទឹកក្តៅនៅពេលណាអញ្ចឹងអ្វីដែលសំខាន់ណាពុកម៉ែបងប្អូនដឹងហើយអ្នកដែលធ្លាប់ប្រើប្រាស់តាក់ទងជាមួយនឹងប្រភេទម៉ាស៊ីនបោកបាទអញ្ចឹងម៉ាស៊ីនបោកជាទូទៅគឺមានការបោកជាលក្ខណៈទឹកក្តៅបាទជាលក្ខណៈទឹកត្រជាក់បាទពីព្រោះយើងអាចជ្រើសរើសបានបាទទៅតាមអ្វីដែលយើងចង់បានបាទប៉ុន្តែពីរនេះគឺយើងចែកដាច់ពីគ្នាការប្រើប្រាស់ទឹកក្តៅនិងទឹកត្រជាក់ហើយការប្រើប្រាស់ទឹកក្តៅនោះយើងបោកវានៅពេលណាហើយការប្រើប្រាស់ទឹកត្រជាក់នោះយើងបោកប្រើវានៅពេលណាបាទសម្រាប់ការប្រើប្រាស់ទឹកក្តៅបាទខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់ការប្រើប្រាស់ទឹកក្តៅគឺយើងមានលក្ខណៈ2ទៅ3យ៉ាងបាទលក្ខណៈ2នោះគឺការប្រើប្រាស់ទី1គឺយើងប្រើប្រាស់វានៅពេលដែលមានលក្ខណៈកៅអៅឆ្លងពណ៌បាទលក្ខណៈកៅអៅឆ្លងពណ៌ដែលយើងប្រើប្រាស់ទាក់ទងជាមួយនឹងផលិតផលសម្រាប់ clear នេះបាទជាប្រភេទទឹកថ្នាំបាទសម្រាប់មេរោគនៅពេលដែលមានកៅអៅឆ្លងពណ៌គឺយើងប្រើវាបាទលក្ខណៈទី2នោះគឺយើងជ្រើសរើសវានៅពេលដែលយើងលាងម៉ាស៊ីនបាទយើងលាងម៉ាស៊ីនបោកកៅអៅរបស់យើងណាអាហ្នឹងក៏យើងប្រើវានៅពេលដែលយើងលាងម៉ាស៊ីនបោកទី2ទី3គឺយើងមិនត្រូវប្រើវានៅពេលដែលយើងបោកបាទលក្ខណៈកៅអៅធម្មតាដែលយើងមិនចាំបាច់ប្រើប្រាស់នៃការបោកទឹកក្តៅទេពីព្រោះអីពីព្រោះខ្លាចវាមានការឆ្លងពណ៌បាទយើងដឹងហើយថាទឹកក្តៅគឺយើងនៅពេលយើងប្រើវាបាទគឺវាកៅអៅនីមួយបាទវានឹងចេញពណ៌ហើយបាទអាវក្រហមចេញតាមក្រហមអាវខៀវចេញតាមខៀវអាវខ្មៅចេញតាមខ្មៅអីចឹងទៅអញ្ចឹងបើយើងបោកទឹកក្តៅប្រភេទខោអាវដែលមានពណ៌ខុសៗគ្នាគឺវាច្បាស់ណាស់វាប្រកាសជាចេញពណ៌លាយឡំគ្នាហើយធ្វើឲ្យខោអាវដែលយើងបោកនោះគឺខូចតែម្ដងបាទអញ្ចឹងចង់តាមដានឲ្យច្បាស់តើតើមួយការប្រើប្រាស់ទឹកក្តៅហ្នឹងរបៀបម៉េចបាទអាចតាមដានទស្សនាទៅលើម៉ាស៊ីនបោកជាក់ស្ដែងជាមួយខ្ញុំតែម្ដងបាទនេះគឺជាម៉ាស៊ីនបោករបស់ខ្ញុំបាទប៉ុន្តែម៉ាស៊ីនទាំងអស់នេះគឺវាដំណើរការទាំងអស់អញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងបាទតាក់ទងជាមួយនឹងការប្រើប្រាស់ទឹកក្តៅអញ្ចឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនកន្លែងមកមើលជាធម្មតាមុននឹងយើងដំណើរការម៉ាស៊ីនគឺយើងត្រូវចុច power ហើយបាទនេះគឺយើងត្រូវចុច power បាទបន្ទាប់មកគេឲ្យយើងជ្រើសរើសមុខងារបាទមុខងារអីក៏បានដែរស្រេចតែយើងទៅបាទប៉ុន្តែកលេចមកមើលខាងនេះនៅចំណុចខាងនេះដែលយើងប្រើប្រាស់សម្រាប់ទឹកក្តៅទឹកត្រជាក់ទី1គឺគេដាក់ cool ប្រែមកថាទឹកត្រជាក់បាទអញ្ចឹងសម្រាប់ទឹកក្តៅវាមានចាប់ពី20អង្សាសេ30អង្សាសេ40អង្សាសេ60អង្សាសេ95អង្សាសេហើយកន្លែងនេះគេដាក់ temp នេះមកពីអក្សរកាត់គេទៅសេអក្សរកាត់បែបនេះប៉ុន្តែបើពាក្យពេញគឺ temperature គឺ
គឺតាក់ទងជាមួយនឹងសីតុណ្ហភាពបាទសីតុណ្ហភាពអញ្ចឹងវាមានក្តៅមានត្រជាក់អញ្ចឹងជាងជ្រើសរើសវាណាប៉ុន្តែក្តៅបំផុតគឺ95អង្សាសេអញ្ចឹងអឺចំពោះ speed យើងជ្រើសរើសយក speed ណាក៏បានដែរស្រាប់យើងទេ400ក៏បានបាទកម្រិតពូត400ក៏បាន800ក៏បាន1000ក៏បាន1100ក៏បាន1200ក៏បានដែរប៉ុន្តែតើតើជាមួយនឹងម៉ាស៊ីន7គីឡូគឺមានត្រឹមតែ1200ទេបាទបើម៉ាស៊ីន9គីឡូកម្រិតពូតវាគឺមានទៅដល់1400បាទហើយតើតើមួយសីតុណ្ហភាពមិនថាម៉ាស៊ីន7គីឡូឬក៏9គីឡូទេគឺវាប្រើប្រាស់កម្រិតក្តៅបំផុតគឺ95អង្សាសេដូចគ្នាបាទ95អង្សាសេដូចគ្នាអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងការប្រើប្រាស់ទឹកក្តៅគឺយើងអត់អាចជ្រើសរើសបោកនៅពេលដែលខោអាវបាទលក្ខណៈធម្មតាទេបាទអញ្ចឹងទឹកក្តៅអត់អាចបោកកៅអៅដែលយើងបោកលក្ខណៈធម្មតាទេអញ្ចឹងយើងអាចជ្រើសរើសវាបានបាទនៅពេលដែលខោអាវនោះបាទមានលក្ខណៈឆ្លងពណ៌គឺយើងបោកទៅតាមបច្ចេកទេសទៅតាម skill ដែលយើងបានសិក្សារៀនសូត្របាទចំណុចនេះខ្ញុំអត់បង្ហាញទេថាតើយើងត្រូវប្រើវារបៀបម៉េចហើយចំពោះការបង្ហាញតាក់ទងជាមួយនឹងការប្រើប្រាស់បាទការជំនាញនៃការបោកកៅអៅចេញពណ៌ដោយការប្រើប្រាស់ទឹកក្តៅបែបណាខ្ញុំនឹងបង្ហាញនៅលើវីដេអូបាទក្រោយទៀតនៅពេលដែលខ្ញុំមានពេលវេលាបាទខ្ញុំនឹងធ្វើវាបង្ហាញបាទទី2ទៀតតើតើជាមួយនឹងការលាងម៉ាស៊ីនអ្នកទាំងអស់គ្នាដឹងស្រាប់ហើយការលាងម៉ាស៊ីនគឺយើងត្រូវការប្រើប្រាស់ទឹកថ្នាំប្រភេទនេះបាទទឹកថ្នាំពិសេសលាងម៉ាស៊ីនបាទចំពោះការប្រើប្រាស់ទឹកក្តៅគឺយើងប្រើប្រាស់វានៅពេលដែលយើងលាងម៉ាស៊ីនបាទបើយើងដល់ថ្ងៃដល់ខែដែលយើងត្រូវលាងម៉ាស៊ីនហើយអញ្ចឹងយើងប្រើប្រាស់វាមកហើយការកម្រិតនៃការប្រើប្រាស់ទឹកក្តៅនៅការលាងម៉ាស៊ីនហ្នឹងគឺយើងចុចបាទទៅលើមុខងារណាមួយហើយដំណើរការវាហើយឲ្យវាដំណើរការទៅហើយសម្រាប់ទឹកក្តៅយើងអត់សេរីទេវាលោតមកប៉ុណ្ណាគឺប៉ុណ្ណឹងបាទទឹកក្តៅណាប៉ុន្តែជាទូទៅនៅពេលដែលលាងម៉ាស៊ីនគឺវាលោតមកតាត្រឹម40អង្សាសេទេអាហ្នឹងយើងបាច់សេរីវាទេបាទអញ្ចឹងឲ្យពេលដែលដំណើរការឲ្យម៉ាស៊ីនហ្នឹងវាដំណើរការដោយខ្លួនឯងទៅបាទហើយមួយទៀតដែលខ្ញុំហាមគឺតាក់ទងជាមួយនឹងការបោកកៅអៅធម្មតាគឺបច្ចេកហើយបច្ចេកទៀតគឺយើងមិនអាចជ្រើសរើសបាទយកនៅប្រភេទទឹកក្តៅទេមិនថា20អង្សាសេមិនថា30អង្សាសេមិនថា40អង្សាសេ60អង្សាសេឬក៏95អង្សាសេទេបាទដាច់ខាតគឺអត់ឲ្យប្រើប្រាស់នៅពេលដែលយើងបោកលក្ខណៈកៅអៅរបស់គេធម្មតាបាទអត់មានការឆ្លងពណ៌អាហ្នឹងគឺយើងបាទបោកបាទមើលទៅតាមស្ថានភាពជាក់ស្ដែងបាទបើយើងបោកលក្ខណៈកៅអៅធម្មតាគឺយើងបោកយកតា cool នេះបាទប្រើប្រាស់តែទឹកត្រជាក់នេះទៅបានហើយបាទហ្នឹងហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះទេហើយវីដេអូនេះសូមបាទផ្ញើជូនទៅកាន់បាទបងអូនទៅកាន់បាទបងស្រីបាទហៅបងស្រីចុះខ្ញុំមិនដឹងថាគាត់បងអូនបងខ្ញុំیاយុបងខ្ញុំឬក៏បងខ្ញុំទេតែសូមហៅបងចុះបាទអញ្ចឹងគឺយើងប្រើប្រាស់ទឹកក្តៅលក្ខណៈ3ចំណុចហ្នឹងបាទដែលខ្ញុំបានបង្ហាញដូចខាងដើមអញ្ចឹងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្សិលទៀតការប្រើប្រាស់ទឹកក្តៅគឺមាន2បាទទី1បាទគឺយើងប្រើប្រាស់នៅពេលដែលកៅអៅមានការឆ្លងពណ៌បាទទី2គឺយើងប្រើប្រាស់នៅពេលដែលយើងលាងម៉ាស៊ីននេះទឹកក្តៅគឺយើងប្រើវាហើយចំណុចចុងក្រោយនោះហាមប្រើប្រាស់បាទទឹកក្តៅនៅពេលដែលយើងបោកកៅអៅធម្មតាបោះភ្ញៀវណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះទេសូមបង្ហាញបន្តិចទៀតបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការបាទទឹកលាងម៉ាស៊ីនបាទដែលមានគុណភាពល្អបាទអាចតំណមកខ្ញុំបាទផ្ទាល់បាទហើយសម្រាប់ពុកម៉ែបងប្អូនត្រូវការបាទជាប្រភេទទឹកសម្រាប់មេរោគបាទទៅលើកៅអៅបាទសម្រាប់ពុកម៉ែបងប្អូនដែលស្លៀកពាក់កៅអៅទៅស្បែករបស់យើងអាឡែស៊ីអីហ្នឹងណាបាទឆាប់អាឡែស៊ី
thời ca tức sầm lập mê rô từ lừa cái ai bỏ dưới có ai từ nẹt từ nó mò phim bát bán đài bà phim bát nâng miền đạ bà lấy telegram bà tiếng pix sai bọc nhóm nên lưu video bọc phim sập bà chẳng xem phục mai bọc ôn đại thời ca năm liêng mà sấn bà ai từ nẹt từ nó một phim bàn bà cứ chiaประเภทtập năm bỏ dạ xá bà hay xem phục mai bọc ôn đại thời ca tập năm bàกำจัดเมโรคบานนี่กำจัดเมโรคไปเลยก็อาจบ่ยืงก็อาจจะเนี่ยตัวโมกับเชียงบาดบ้านได้บาให้สมัยเลขตู้ซับเชียงบาดนังดะบาเลขเตเลกรามบอกเชียงทางปีกซ้ายคือในเลือวิโตบอกเชียงปลายมาดองบ้านเชียงเชียงบาดรังไอ้บางห้างเจนปีบทพิเศษในក្នុងហាងបាពុទ្ធយសាបានលោកទាំងព្រាប4នៅស្ទឹងមានជ័យ3បាទរីកនេះនោះពេញគឺមានតែប៉ុណ្ណេះបាទអញ្ចឹងអរគុណជំរាបលា